ជីវិតនិស្សិតឆ្នាំទី1ដំបូងរៀងរ៉ោករ៉ាដល់ពេលយូរទៅមានអីសប្បាយបោះគេទៅរៀនយូរលក់អនឡាញលក់អីសំខាន់ឥឡូវមាន BA ផ្ទាល់ខ្លួនទៀតអញ្ចឹងថ្ងៃនេះត្រូវថ្ងៃអាទិត្យសាលាអត់រៀនវិចបវិចទៅជួប BA ដល់ផ្ទះហ្មងប៉ុន្តែសុំលាក់មុខ BA ទៀតអត់ទាន់ប្រាប់ទេដោយសារ BA ខ្ញុំនេះតទៅជិះឡានទៅជួបដល់ផ្ទះចុះកិច្ចកុងត្រាផ្ទាល់ហ្មងដោយសារតែត្រូវមកជួប BA អញ្ចឹងខ្ញុំក៏មកលេងស្រុកហ្មងតែបើនិយាយពីថាបន្ទប់ក្មួយខ្ញុំដែរវិញគេថាស្អីក៏មានដែរបងប្អូនរបស់កញ្ចក់កញ្ចុកខ្ជិះខ្ជួតអីគេហ្នឹងគេថាសម្បូរហ្មងសូម្បីតែដូចបញ្ចូលទូរស័ព្ទខ្ញុំហ្នឹងតែហ៊ានតែទុកចោលវាយកទៅបិទ sticker ខ្ទេចមកលេងខែលើកនេះដូចជាអត់មានអីប្លែកសោះហ្នឹងហើយម៉ាក់មួយខែ30ថ្ងៃមកចង់30ថ្ងៃឯងមានឃើញអីប្លែកមករដងមិនសូវដែរទិញនំប៉័ងផ្ញើទេមានតែមកហូបនំប៉័ងអ្នកកំពង់ឆ្នាំងវិញមកកំពង់ឆ្នាំងលើកនេះឃើញថាអ្នកនៅនេះគេ upgrade ដល់ហូបសិត pancake ឡើយដល់ពេលអញ្ចឹងទៅខ្ញុំនិយាយអត់សូវចង់ទៅពេញវិញសោះតែគេខ្លះចង់ឃើញមុខ BA កុំតន់អាតិចទៀតឃើញហើយចង់និយាយថាឥឡូវកំពុងតែរៀបចំអាវ៉ាន់ទៅហើយគេអាចយកទៅឡើងច្រើនបើសួរទៅមួយថ្ងៃទៅមួយថ្ងៃគាត់និយាយទៅផ្ទះខ្ញុំនៅកំពង់ឆ្នាំងគឺថាជីពីពេញទៅដូចផ្សារលើផ្សារក្រោមខ្ញុំទីតាមផ្លែតដល់តែមុននឹងយើងទៅយើងចូលដាក់ hot pot ម្នាក់បន្តិចសិនដោយសារអត់បានហូបអីល្ងាចឡើយ hot pot មិញមួយចានតែ10000ជាងហើយប៉ុន្តែឆ្ងាញ់ណាស់អ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីជីឡានមកសតុះហើយយើងក៏បានមកដល់ផ្ទះចឹងទៅបងប្អូនខ្ញុំធ្លាប់តែឃើញគេ fan BTS fan Blackpink អីចឹងណាអ្នកផ្ទះខ្ញុំអត់ទេ fan ត្រីខំហើយទូដាក់ត្រីនេះយើងទៅនើបដែរហ្នឹងប្រចាំងសិត7គាត់ថាដាក់ចឹងទៅឲ្យត្រីហ្នឹងវាមានពលឺថ្ងៃចឹងណាចាអញ្ចឹងតែត្រីមធ្យមណាងុំបើកទូរទស្សន៍ចូល YouTube មើលវីដេអូត្រីទៀតសំខាន់មកលើកនេះគឺបានមកហូបជាមួយនឹងត្រីកប់នេះអានេះឆ្ងាញ់ណាសំខាន់អាមកហូបនេះបើសិនចេះញ៉ាំមកឆ្ងាញ់ណាញ៉ាំមួយលក់មួយអីហ្នឹងតែគេខ្លះជឿចិត្តញ៉ាំមិននឹង complete comment ខាងក្រោមផងអញ្ចឹងពេលហ្នឹងឃើញក្មេងៗពងតែបាញ់ហ្គេមមកអ្នកនរគ្នាខ្ញុំចង់លេងហ្គេមដែរសូមក្មេងចូលរួមដែរអត់ទេអាហ្គេមនេះខ្ញុំអាសាលេងកាខ្ញុំហ៊ាននៅថ្នាក់ទី11 12ខ្ញុំហ៊ានមួយមិត្តភក្តិខ្ញុំក្នុងថ្នាក់ខ្ញុំលេងតែហ្គេមហ្នឹងទេដោយសារហ្គេមហ្នឹងលេងបានគ្នាច្រើនដូចជាលេងបាន4នាក់ហើយសំខាន់ខ្ញុំលេងហ្គេមនេះប៊ីក្មេងវាយដោយសារខ្ញុំលេងខូចចាអញ្ចឹងមុននឹងយើងទៅជួប BA សូមដាក់ស៊ុបពៅកាឡាំងមួយសិនអញ្ចឹងមកលើកនេះគឺថាបានញ៉ាំអីជុំគ្នាទាំងអស់ហ្មងរដងធ្លាប់តែខ្ញុំមកអញ្ចឹងចែក៏បានមកដល់ពេលខ្លះចែមកខ្ញុំអត់បានមកអញ្ចឹងតែលើកនេះគឺថាជុំគ្នាហ្មងហើយបើនិយាយពីក្មួយខ្ញុំវិញណាមួយថ្ងៃមុនណាឈឺដេកពេទ្យឡើងមកយក2យប់ដល់ពេលឥឡូវគេជាវិញមុខឡើងប៉ោងតែឃើញថ្ងៃមុនញ៉ាសោះឥឡូវនេះចេះឈោចេះអីគិតទៅណបងប្អូនពេលខ្លះពេលវេលាដើរលឿនណាចង់និយាយថាមកលេងផ្ទះនេះគឺមិនសូវបានទៅណាទេទៅនៅតែក្នុងផ្ទះនឹងឯងអញ្ចឹងជ្រិតពេកខ្ញុំក៏មករួមធូរបន្ទប់ក្មួយខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលបន្តិចទេអ្នកទាំងអស់គ្នាជួយមើលបន្ទប់ក្មួយខ្ញុំមើលទៅដូចអីបើខ្ញុំមើលទៅដូចឡែងអ៊ីលក់ចាប់ហួយនៅគៀនផ្ទះខ្ញុំនិយាយទៅបន្ទប់គាត់គឺថា colorful ហ្មងអីក៏មាននិយាយទៅចម្រុះពណ៌ឃើញអញ្ចឹងណាបងប្អូនក្មួយខ្ញុំចេះរស់ស៊ីតាំងទូចគាត់លក់អាខ្សែដៃ DIY កម្មនេះមានតាំងពីដេកាប់ផងអីផងទុកកាត់ខ្សែកម្មមកតាមពិតបន្ទប់គាត់ហ្នឹងបន្ទប់ខ្ញុំកាលពីមុនទេប៉ុន្តែក៏ត្រូវជាបន្ទប់របស់ម៉ាក់គាត់កាលពីមុនដែរដោយសារម៉ាក់គាត់ហ្នឹងឲ្យខ្ញុំហើយបន្ទាប់មកខ្ញុំក៏ឲ្យគាត់វិញអញ្ចឹងមើលតែតិចទៀតត្រូវឡើងមកហ៊ានពេញគាត់ឲ្យប្អូនគាត់តអញ្ចឹងទៅនិយាយទៅគ្រួសារនេះគាត់ដាក់ nickname ថាគ្រួសារចែករំលែកមិនចែកម្លែកមានអ្នកគ្នាសូម្បីតែម្សៅ pancake នេះតាមពិតទៅបោះក្មួយប្រុសខ្ញុំគាត់ទុកធ្វើនំធ្វើអីឲ្យអូនញ៉ាំអញ្ចឹងណាស្រាប់តាបងនេះឃើញតំណងពេកលួចយកមកចៀន pancake ញ៉ាំហ្មងទៅដល់ពេលអញ្ចឹងទៅចែក៏គាត់ឲ្យកូនស្រីគាត់ហ្មងទៅគាត់ខ្ជិលឲ្យកូនប្រុសពៅគាត់ញ៉ាំដោយសារតែវាទូចតែចង់និយាយថាអានំ pancake នេះ texture គេឡើងដូចនំរ៉ូទីអញ្ចឹងតើបងប្អូនពេលវេលាដែលបងប្អូនទន្ទឹងរង់ចាំបានមកដល់ដោយសារ BA នេះរៀង special តិចអញ្ចឹងយើងមិនសូវឲ្យឃើញលះទេទុកចុងវីដេអូអញ្ចឹងនេះបងប្អូនដឹងហើយថា brand គ្រួសារខ្ញុំឥឡូវគាត់មានថែមម្សៅក្បាលល្មៀតនេះទៀតអញ្ចឹងហើយខ្ញុំក៏មាន BA ផ្ទាល់ខ្លួនដែរអញ្ចឹងណាគឺអ្នកម្ដាយខ្ញុំនឹងឯងអ្នកអរគ្នាអញ្ចឹងនៅជា BA ទុកតិចកម្មឡើយទេតែឥឡូវថែមម្សៅក្បាលល្មៀតមួយទៀតក៏ទៅជា BA ម្សៅក្បាលល្មៀតមួយទៀតទៅអ្នកម្ដាយខ្ញុំអនាគតទៅដឹងចៃលុយលេងអស់ហ្មងអញ្ចឹងចំពោះអាម្សៅក្បាលល្មៀតនេះគឺម៉ាក់ខ្ញុំគាត់ក៏បានញ៉ាំដែរហើយក៏ទទួលបានផលពិតហ្មងបើមិនជឿស្ដាប់សលេងម៉ាក់អាយុ55ឆ្នាំហើយម៉ាក់ញ៉ាំអានឹងទៅឥឡូវអត់ទៅមករាល់ខែហើយមកទៀងទៀតមកច្រើនខុសធម្មតាបាទទៅមិនសិនកាត់មែនអត់ទេឡើមែនតែនិយាយការពិតមិននិយាយឃោសនាអីទេបើម៉ាក់អត់ទៅ72ឆ្នាំឥឡូវចាប់ផ្ដើមមក3ខែហ្នឹងឯងម៉ាក់ញ៉ាំតែហ្នឹងទៅចាប់ផ្ដើមមកទៅធម្មតាវិញធម្មតាដូចកាលពីក្មេងអាយុ55ហ្នឹងគឺមិនមនុស្សយើងជួយគ្នាទៅបើឃើញល្អហើយចាបងប្អូន BA យើងនិយាយសូវ smooth ទេដោយសារតែត្រីខ្លាច់ត្រីខ្លោចយកគាត់ពងជៀនត្រីចាសរុបមកអញ្ចឹងបងប្អូនដែលគាត់មានបញ្ហារាងរដូវមិនថាចាស់មិនថាក្មេងមិនថាប៉ិនខ្ញុំឬក៏ប៉ិនម៉ាក់ខ្ញុំចំណាស់ម៉ាក់ខ្ញុំទេគាត់អាចមកសាកញ៉ាំជាមួយនឹងម្សៅក្បាលល្មៀតធម្មជាតិផ្ទះម៉ែបានណាអាហ្នឹងមិនថាបញ្ហារាងរដូវអីទេសូម្បីតែបញ្ហាកាពះពោះវៀនស្លាកដៃស្លាកជើងហ្នឹងក៏វាជួយដែរហើយត្រូវមួយថ្ងៃហ្នឹងគឺសាប៊ូនេះដែលគាត់ឆាត់មកចង់យកទៅលក់បន្តច្រើនមែនតើអញ្ចឹងបងអាចទិញយកទៅសាកញ៉ាំបានណាជឿតែ BA យើងទៅអត់ខុសទេគាត់សុំសិលអ្នកនរគ្នាម៉ាក់ BA ទៅ
ទឹកទៅជាកម្មម្សៅក្បាលមានដល់ពេលប៉ានេះគឺថា BA ទ្វារប្អូចគ្រឿងសង្ហារឹមនិយាយដល់ប៉ាគឺថារហងៃគឺគាត់មានលក់ទ្វារលក់ប្អូចគាត់មានសិប្បកម្មមួយនៅកន្លែងគាត់ហ្មងណាសម្រាប់ណាគេដែលគាត់ចង់បានទូចង់បានខែចង់បានទ្វារប្អូចមិនថាម៉ូតម៉ាក់មិនទេគឺអាចកំងប៉ាបាននិយាយទៅគឺថាដឹកជូនគ្រប់ខេត្តក្រុងហ្មងនិយាយទៅគាត់មានតាំងពីខ្ទងមានតាំងប៉ៅអ៊ីមានតាំងពីអាទូគេដាក់តាំងគេដាក់ទូអីនេះហើយសូម្បីតែស្លុងឈុតស្លុងអីហ្នឹងក៏ប៉ាមានដែរឬក៏បងប្អូនចង់កំងអីមួយបងប្អូនអាចឆាតទៅប៉ាឬក៏តំណតាមលេខទូរស័ព្ទខាងលើនេះបានបើអ្នកនៅកំពង់ឆ្នាំងមកបបាក់ហោណាគឺនៅជាប់ផ្លូវជាតិមកពីម្ពិញហ្នឹងមកគឺនៅម្ដុំធុកស្នាក់តំៃសហ្នឹងនិយាយទៅនៅទល់មុខវិញចាបងប្អូនអញ្ចឹងខ្ញុំមកលេងម៉ាក់បានមួយថ្ងៃហ្នឹងលេងឡើងក៏ទៅវិញអញ្ចឹងណាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯណាបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា